បាទសម្រាប់បងប្អូនដែលចង់ឲ្យកូនបានទៅរៀននៅប្រទេសអឺរ៉ុបហើយចំណេញលុយបាទគឺយើងមានកម្មវិធីមួយគេហៅថា Greece Golden Visa ហ្នឹងខ្ញុំគិតមើលទៅគឺវាចំណេញច្រើនបាទ Greece Golden Visa ហ្នឹងគឺជាកម្មវិធីមួយដែលបងប្អូនគ្រាន់តែទិញអចលនទ្រព្យបាទជា apartment តម្លៃចាប់ពី25,000 យូរ៉ូទៅគឺបងប្អូនមានសិទ្ធិស្នើសុំសិទ្ធិទៅរស់នៅចិនត្រៃនៅក្នុងប្រទេសក្រិចហ្នឹងបាន3ជំនាន់បាទគឺជំនាន់បងប្អូនជំនាន់កូនពុកម្ដាយក្មេងជាងអាចដាក់បានទៅទាំងអស់គ្នាបាទហើយអ្វីដែលចំណេញនេះគឺពេលដែលទៅដល់គឺបងប្អូនអាចឲ្យកូនហ្នឹងក៏រៀនបាន free រហូតដល់ទី12បាទបងប្អូនសាកគិតមើលបើយើងចំណាយទៅលើការសិក្សារបស់កូនបាទកូនបងប្អូនប្រហែលអ្នកសាកគិតមើលថារហូតដល់ទី12តើយើងត្រូវចំណាយលុយប្រមាណបាទគឺអស់ច្រើនណាស់មែនទេបាទហើយនៅសាលានៅប្រទេសក្រិចហ្នឹងនៅពេលដែលបងប្អូនទទួលបាន Golden Visa ហ្នឹងគឺបងប្អូនអាចឲ្យទូគាត់ហ្នឹងទៅរៀនសាលារដ្ឋគេហ្នឹងគឺ free បានហើយបងប្អូនមិនបារម្ភទេសាលារដ្ឋគេក៏យើងគិតថាគុណភាពយើងអាចទទួលយកបានដែរព្រោះជាប្រទេសដែលមានវ័យចំណាស់នៅក្នុង trip អឺរ៉ុបហ្នឹងផងដែរហើយអត្ថប្រយោជន៍មួយទៀតគឺនៅពេលដែលបងប្អូនទិញអចលនទ្រព្យ25,000 យូរ៉ូហ្នឹងគឺបងប្អូនត្រូវបានគេធានាជួលត្រឡប់ទៅវិញ4ឆ្នាំក្នុងមួយឆ្នាំទទួលបាន3%នេះតម្លៃចលនាត្រង់របស់បងប្អូនទិញហើយគេបង់ឲ្យយើងនឹង3ឆ្នាំមុនតែម្ដងបើខ្ញុំកណនាទុះទៅប្រហែលជា25,000យើងជួលគិតជាខែអាចប្រហែលជាបាន625 យូរ៉ូក្នុងមួយខែដែរអញ្ចឹងគិតទៅវាប្រហែលនឹងបងប្អូនទិញចលនាត្រង់ជួលនៅភ្នំពេញដែរបាទតែបើយើងប្រៀបធៀបពីផលចំណេញឬក៏ផលលំបាកវិញវាខ្ញុំគិតថាការទិញនៅក្រិចហ្នឹងចំណេញច្រើនយ៉ាងម៉េចបើយើងទិញនៅនេះយើងអាចជួលបានប្រហែលគ្នាឬអាចលើកតិចតួចបាទទី1ទី2បងប្អូនត្រូវពិបាករកភ្ញៀវមកជួលហើយនៅជាពិសេសនៅពេលដែលភ្ញៀវមួយចេញបងប្អូនត្រូវតែជួសជុលការតម្រូវឡើងវិញនៅការខូចខាតតមកទៀតបងប្អូនត្រូវរងចាំរយៈពេលណាមួយទៀតដើម្បីមានភ្ញៀវថ្មីមកចូលជួលអញ្ចឹងធ្វើយើងខាតពេលវេលាហ្នឹងហើយធ្វើយើងរវល់ហើយយើងអត់មានសិទ្ធិធ្វើដំណើរទៅណាទេដោយសារការទិញនៅហ្នឹងអត់មានសិទ្ធិធ្វើដំណើរទៅណាទេប៉ុន្តែនៅប្រទេសក្រិចហ្នឹងវិញជួលបានរៀងប្រហែលគ្នាឬក៏តិចជាងតិចមែនប៉ុន្តែបងប្អូន3ចំនួនមកគ្រួសារបងប្អូនអាចធ្វើដំណើរទៅទ្វីបអឺរ៉ុបនៅក្នុងតំបន់សិនចិនហ្នឹងគឺដោយសេរីអត់ចាំបាច់ស្នើសុំវីសាទេបាទបាន3ចំនួនហើយដូចអត្ថប្រយោជន៍ខាងលើហ្នឹងគឺបងប្អូនអាចឲ្យកូនទៅរៀនទីនោះបាន free ទៀតបាទម្ចាស់ចាស់គាត់ត្រូវទទួលការថែទាំសុខភាពវិញក៏គេ free ឲ្យដែរបាទសម្រាប់សេវាខាងរដ្ឋចឹងគឺថាអត្ថប្រយោជន៍ច្រើនមែនទែនហើយបើសិនជាបងប្អូនទៅរស់នៅទីនោះបងប្អូនក៏មានសិទ្ធិធ្វើអាជីវកម្មបានផងដែរហើយនៅពេលបងប្អូនបានរស់នៅដល់លក្ខខណ្ឌដែលច្បាប់គេបានកំណត់ហ្នឹងគឺបងប្អូនអាចស្នើសុំចូលសញ្ជាតិឬក៏បាន passport ទី2បាទហើយ passport របស់ប្រទេសក្រិចហ្នឹងគឺមានឥទ្ធិពលខ្លាំងបាទគឺអាចធ្វើដំណើរបានជាង100ប្រទេស190ប្រទេសដោយមិនចាំបាច់ស្នើសុំវីសាក្នុងនោះក៏មានប្រទេសធំដូចជាសហរដ្ឋអាមេរិកកាណាដា អូស្ត្រាលី ញូហ្សេឡង់ UK ឬក៏សហព័ន្ធអឺរ៉ុបទាំងមូលព្រមទាំងប្រទេសធំមួយចំនួននៅក្នុងអាស៊ីបងប្អូនអាចឆែកមើល passport index បានដើម្បីដឹងថាតើ passport củaយើងអាចធ្វើដំណើរទៅណាបានខ្លះអញ្ចឹងបងប្អូនគិតមើលថាយើងគ្រាន់តែទិញapartment 25,000ហើយវាអាចនឹងឡើងថ្លៃទៅតាមឆ្នាំវាហើយបាន passive income ចំណូលជួលប្រចាំខែទៀតបានសិទ្ធទៅរស់នៅសិទ្ធធ្វើដំណើរទៅអឺរ៉ុបតើល្អទេបាទហើយកូនរៀន free នៅអឺរ៉ុបនឹងទៀតបាទអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍បាទចង់សិក្សាលម្អិតពីលក្ខន្តិកៈផ្សេងៗទៀតបងប្អូនអាចតទៅមកខ្ញុំបាទតបាទសូមអរគុណបាទ